យើងមកដល់ផ្ទះគាត់ទេបាទឡាននេះគាត់ទិញពីយើងទៅក្នុងឯជាមួយឆ្នាំកន្លងឥឡូវឡានphânភាគនៅសាទដែរបាទបាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះយើងមកដល់ខាងតាកែវទៀតហើយបងប្អូនមកធ្លាយមកដល់ផ្លូវជាតិលេខ3ស្រុកគិរីវង្សទៀតហើយមកយកស្រីស011 full option នេះទៅវិញដល់ឡាននេះបងស្រីគាត់ទិញពីខាងយើងទៅខ្ទង់ប្រហែលជាមួយឆ្នាំ7ខែហើយតែphânភាគគាត់ថតរូបមកមើលដល់កន្លែងដូចទំទិញបានកន្លះខែអញ្ចឹងហើយបងស្រីគាត់លក់ក៏មិនមែនជាឡានមានបញ្ហាជីអត់កើតអីដែរបាទដោយសារតែគ្រួសារគាត់សមាជិកច្រើនហើយគាត់ត្រូវការតំណាមន័យដើរលេងទៅគាត់បានជុំបងប្អូនម៉ាក់ប៉ារបស់គាត់អញ្ចឹងណាបើថាឡានតូចនេះគាត់ជិះបានសមាជិកគ្រួសារគាត់ហើយនឹងកូនគាត់ទេហើយគាត់ថាយកមកដល់ថៃណាអូនអើយបាទសូម្បីតែទឹកស្អំអីហើយមិនហ៊ានទុកនឹងហាក្តៅផងបាទឡាននេះខ្ញុំយកចេញមកក្រៅទេគាត់ទុកនៅក្នុងរោងផ្ទះគាត់និយាយពីថានៅថ្មីលងស្រិលតដែរបងប្អូនបាទនោះម្ចាស់គាត់អង្គុយលើតុហើយយើងថតនេះក៏យើងបានទៅសេกระดาษទិញលក់រួចអស់ដែរហើយយើងនិយាយទៅខ្ញុំមិនដែរថតវីដេអូអញ្ចឹងឯងបងប្អូនអ្នកគ្នាថតខ្លួនឯងតែដោយសារមានប្អូនមកជាមួយឲ្យប៉ឹងជួយថតទៅកាឡាននេះនៅថ្មីមែនបងប្អូនបាទនៅស្អាតបាទមិនមែនចេះតែនិយាយស្អាតតែមាត់ទេណាហ្នឹងហើយសូម្បីតែគាត់និយាយយកតម្លៃលាងអីក៏គាត់ថាអ្នកលាងសរសើរថាឡាននឹងស្អាតដែរហើយចំពោះពន្ធផ្លូវគាត់បង់ហើយឈៀកគឺផុតបាទផុតចឹងយកទៅដឹងតែខ្ញុំអីចាយបង់ពន្ធផ្លូវចំណេញបានខ្ញុំចំណេញ20រៀលតែខ្ញុំយកមកវិញឈៀកអស់20រៀលទៀតទឹកស្អំទាំងអីក៏ថតដែរចឹងមួយយល់អស់ណាចាណាមកនេះបាទអត់ច្រើនដែរហើយយកលោកអាចារ្យទៅឲ្យបានរបស់ថ្មីមកវិញអាឡនេះនឹងទៀតបាទបាយបាយបាទទៅកពតតទៀតហើយនេះគឺជាវីដេអូផាធូបងប្អូនយើងចេញទៅកពតតែយកបានជិះឡានទៅទេយើងឡើងតាក់ស៊ីឬសារឡាននេះត្រូវយកបញ្ញាប់យកទៅភ្នំពេញអញ្ចឹងជួបគ្នាផាធូបាយបាយ